អូខេជាដំបូងយើងមកហាន់ល្ហុងដែលជាបន្លែដែលយើងចាំបាច់ក្នុងការធ្វើស្លកកូររបស់យើងនេះបន្តមកទៀតយើងត្រូវចិតល្ពៅដាក់តាមកម្រិតដែលយើងចង់បានអញ្ចឹងខ្ញុំបានដាក់មួយជ្រុងហើយក៏កតាស្ទើក៏ថែមមួយជ្រុងទៀតហើយយើងក៏មានជាមួយនឹងខ្លាញ់ជ្រូកដែលខ្ញុំអត់ប្រើប្រេងឆាទេខ្ញុំយកខ្លាញ់ជ្រូកនេះយកមកចំហៀវវាយកខ្លាញ់នេះដើម្បីឲ្យវាកាន់តែឈ្ងុយហើយយើងបានចិតជាចំណិតតូចៗមកដើម្បីឲ្យវាកាន់តែលឿនក្នុងការចំហៀវរបស់វាណាហើយព្រមទាំងគ្រឿងបុករបស់យើងតែនៅស្រុកនេះគឺសិតរបស់កកទេហើយបន្លែអត់មានអីជំនួយយើងប្រើនេះហើយនឹងទ្រាប់បន្ទាប់មកទៀតយើងក៏ហាន់សាច់ដែលយើងត្រៀមនឹងធ្វើតែខ្ញុំដាក់តែសាច់បីជាន់ទេបន្ទាប់មកខ្ញុំបានលីងកហើយទុកវាឲ្យវាឡើងក្រហមបានល្អឥឡូវខ្ញុំចាប់ផ្ដើមចំហៀវខ្លាញ់ដើម្បីឲ្យវាចេញជាតិខ្លាញ់ហើយខ្ញុំនឹងដាក់គ្រឿងដាក់ប្រហុកដែលខ្ញុំបានត្រៀមរួចរាល់ហើយទឹកត្រីប្រហែលជ្រោយដែលយើងចង់ដាក់ឲ្យវាមានរសជាតិហ្នឹងថែម2ជ្រោយទៀតពេលដែលវាឈ្ងុយហើយខ្ញុំបានបង់សាច់ខ្ញុំដាក់សាច់ជ្រូកដែល3ជាន់ដែលខ្ញុំត្រៀមហ្នឹងដាក់ចូលមួយសន្ទុះមកហើយយើងដាក់គ្រឿងដែលយើងខ្វះមិនបានហ្នឹងថែមទឹកយើងបានថែមទឹករួចរាល់ហើយមិនតិចទេតែគ្រាន់ថាយើងនឹងដាក់វាតាមក្រោយទៀតអញ្ចឹងយើងដាក់បន្លែវាជាមួយគ្នាទាំងអស់តែម្ដងងាយស្រួលឲ្យវាលឿនតន់ចិត្តហើយដាក់ទ្រាប់ដែលយើងត្រៀមនឹងដាក់ចូលហ្នឹងបាទហើយកូរវាមួយសន្ទុះដើម្បីឲ្យវាសព្វគ្រឿងសព្វឲ្យវាស្លោកឲ្យល្មមដែលយើងនេះហើយយើងថែមទឹកម្ដងទៀតហើយយើងបង់បន្លែចូលនឹងហើយទុកវាឲ្យមកបំពុះមកល្មមទៅឲ្យវាពុះផុលហើយយើងរួចរាល់ដួសដាក់ចានបាទខ្ញុំភ្លេចប្រាប់បងប្អូនខ្ញុំបានដាក់អង្ករលីងហើយតែថតវីដេអូលឿនពេកកាត់តទៅដាច់អស់លីងអញ្ចឹងម្ហូបដែលខ្ញុំធ្វើបានរួចរាល់